នេះគឺជាការពិតដ៏សាមញ្ញមួយមនុស្សជាច្រើននៅតែមិនទាន់ច្បាស់អំពីរបៀបភ្ជាប់ឧបករណ៍ relay នោះទេប៉ុន្តែនៅពេលដែលអ្នកចងចាំរូបមន្តរបៀបភ្ជាប់នេះអ្នកនឹងបន្តខុសទៀតឡើយជាថ្មីម្ដងទៀតអ្នកនឹងបន្តខុសទៀតនោះឡើយជើងលេខ13ហើយនិងលេខ14គឺជាជើងខយអ្នកត្រូវប្រកាសថាអ្នកស្គាល់ជើងនីមួយៗនៅពេលភ្ជាប់ជើងលេខ13ជាមួយនឹងជើងអវិជ្ជមាននិងជើងលេខ14ជាជើងវិជ្ជមានប្រសិនបើអ្នកបញ្ច្រាស់ពួកវាដោយចៃដន្យជើងខយរបស់ relay នៅតែដំណើរការដដែលប៉ុន្តែភ្លើងសញ្ញានឹងមិនភ្លឺទេដូច្នេះប្រសិនបើជាមានការតភ្ជាប់វាឲ្យបានត្រឹមត្រូវតាំងពីលើកដំបូងអ្នកត្រូវតែយល់ពីតួនាទីជើងរបស់វាជើងលេខ12ហើយនិងលេខ8វាគឺជាជើងចំហ NO normal open រីឯជើងលេខ12និងលេខ4វាគឺជាជើងបិទ NC normal close ទៅពេលដែលខយត្រូវបានផ្ដល់ថាមពលជើងរបស់ NC វាត្រូវបានបើកដោយស្វ័យប្រវត្តិខណៈពេលដែលជើងរបស់ NO វាត្រូវបានបិទវិញហើយវាចាប់ផ្ដើមដំណើរការដូចគ្នានេះដែរដែលនៅម្ខាងទៀតត្រូវបានភ្ជាប់ទៅនឹងដូចគ្នាដែរនេះគឺជាវិធីសាស្ត្រភ្ជាប់ចាក់សោដោយខ្លួនឯងដ៏សំខាន់បំផុតដែលគេនិយមតែងតែប្រើប្រាស់ relay នៅក្នុងដំណើរការស្ទើរតែទាំងអស់ប្រសិនបើអ្នកគិតថាវាមានប្រយោជន៍ខ្ញុំជួយ share ទៅកាន់មិត្តភ័ក្តិរបស់អ្នកហើយនឹង share ទុកសម្រាប់ខ្លួនឯងមើលម្ដងទៀតសម្រាប់បងប្អូននិស្សិតនៅវិស្វករអគ្គិសនីដែលមានបំណងចង់សិក្សាវគ្គ design MEP អាចទំនាក់ទំនងមកកាន់សាលាឬក៏ page ឯកទេសអគ្គិសនីដែលយើងមានកម្មវិធីសិក្សាដោយផ្ទាល់និងសិក្សាតាមវីដេអូដែលទម្លាក់នៅក្នុង Telegram ផងដែរ follow for more